នេះជាពាក្យសម្ដីរបស់ពុកម្នាក់ដែលបានទូមានកូនប្រុសមុនថ្ងៃដែលកូនប្រុសរបស់គាត់រៀបការខ្ញុំចង់ឲ្យគ្រប់ប្រុសទាំងអស់បានមើលឃ្លីបមួយនេះពុកម្នាក់នោះបាននិយាយថាកាលពីប្រពន្ធរបស់កូននៅក្មេងគេនៅផ្ទះឪពុកម្ដាយរបស់គេបានចិញ្ចឹមបីបាច់ដោយខ្លួនគេអង្គផ្ទះយើងមួយគ្រាប់ទឹកផ្ទះយើងមួយកែវយើងមិនដាល់ឲ្យគេឡើយតែដោយសារតែពាក្យថាស្រឡាញ់គេសុខចិត្តចេញពីត្រនំទសែនកក់ក្ដៅដែលគ្រួសារគេបានផ្ដល់ឲ្យហើយមកប្រើប្រាស់ពេលវេលាពាក់កណ្ដាលជីវិតដែលគេមានមករួមរស់ជាមួយកូនមកធ្វើជាប្រពន្ធកូនមកធ្វើជាកូនប្រសារពុកនិងម៉ែឯងយកឪពុកម្ដាយរបស់កូនធ្វើជាឪពុកម្ដាយរបស់ខ្លួនឯងយកបងប្អូនរបស់កូនធ្វើជាបងប្អូនរបស់ខ្លួនឯងកូននិយាយទៅមើលបើកូនធ្វើមិនល្អដាក់គេតើវាគួរឲ្យខ្មាស់អៀនឪពុកម្ដាយរបស់គេដែរឬទេនៅពេលដែលកូនឃើញម្ហូបឆ្ងាញ់កូននឹងហូបតតែហល់តឹងពោះហល់ហើយរសេះរសក់ពិបាកនៅក្នុងខ្លួនមែនទេហើយចុះបើប្រពន្ធរបស់កូនត្រូវពោះប្រហែលជា10ខែប្រសិនបើគេមិនពេញចិត្តដែលត្រូវខ្លាចជាម្ដាយមាននរណាដែលគេសុខចិត្តទ្រាំភាពតឹងតែងវេទនាក្នុងខ្លួននឹងតែដើម្បីកំណត់ជីវិតក្មេងតូចម្នាក់ដែលគេខំបង្កើតមកហើយមិនបានប្រើទាំងនាមត្រកូលរបស់គ្រួសារខ្លួនគេផងកូនថាទៅមើលបើកូនធ្វើមិនល្អដាក់គេវាគួរឲ្យខ្មាស់អៀនដែរទេដែលគេខំលះបង់ឲ្យគ្រួសារយើងដល់ថ្នាក់នេះមិនថាកើតជាមនុស្សប្រុសឬជាមនុស្សស្រីទេម្នាក់សុទ្ធតែមានអារម្មណ៍ប្រែប្រួលមួយឆាវដូចគ្នាមនុស្សប្រុសមានអារម្មណ៍ប្រែប្រួលមួយឆាវទៅតាមរឿងមួយចំនួនប្រសិនបើគិតថារឿងណាដែលមិនត្រឹមត្រូវនោះរឿងនោះនឹងដកនៅក្នុងចិត្តជានិច្ចចំណែកមនុស្សស្រីវិញមានអារម្មណ៍ប្រែប្រួលមួយឆាវទៅតាមពាក្យសម្ដីបើគេស្ដាប់ហើយមិនចូលត្រចៀកនោះគេកាន់តែស្ដាប់កាន់តែអារម្មណ៍មិនល្អទោះជាវាបានកន្លងផុតទៅហើយក៏ដោយក៏នៅតែខឹងមិនបាត់កូនត្រូវចេះកាត់បន្ថយនឹងជំរុះភាពមេលះរឹងរូសសម្ដីគំរោះគំរើយនៅក្នុងខ្លួនកូនហើយនិយាយអ្វីដែលប្រពន្ធកូនចូលចិត្តស្ដាប់ត្រូវចេះយកចិត្តទុកដាក់ពេលនោះកូននឹងរកសុភមង្គលឲ្យគេបានហើយពិភពលោកនេះមានស្រីស្អាតជាច្រើនតែបើរៀបការហើយកុំរលៀមខលខូចលួចលាក់ទៀតហើយកុំយកប្រពន្ធរបស់កូនប្រៀបធៀបជាមួយនឹងស្រីផ្សេងជីវិតរបស់មនុស្សយើងកើតមកក្នុងមជ្ឈដ្ឋានខុសគ្នាដូចនេះការចិញ្ចឹមបីបាច់ថែរក្សានិងចំណង់ចំណូលចិត្តមិនដូចគ្នាទេទោះបីរៀបការហើយក៏ចំណង់ចំណូលចិត្តនិងអត្តចរិតនៅតែកប់ជាប់នៅក្នុងចិត្តដដែលដូចនេះពេលកូនរៀបការហើយចូលកូនកុំកាត់សេចក្តីត្រូវឬខុសទៅលើភាពផ្ទុយគ្នារបស់គេដែលយកចំណង់ចំណូលចិត្តនិងអត្តចរិតរបស់កូនជាគោលឡើយពុកសង្ឃឹមថាកូននឹងព្យាយាមផ្លាស់ប្ដូរខ្លួនកូនជាមុនសិនមុននឹងកូនផ្លាស់ប្ដូរគេសង្គមយើងបច្ចុប្បន្នមិនថាស្រីឬក៏ប្រុសទេសុទ្ធតែមានការងារធ្វើដូចគ្នាហត់ដូចគ្នាចូលកូនកុំមើលរំលងការងារក្នុងផ្ទះត្រូវចេះជួយធ្វើគ្នាកុំបណ្ដោយឲ្យនាងធ្វើការតែម្នាក់ឯងសាគិតទៅមើលប្រសិនបើថ្ងៃណាមួយមានមនុស្សប្រុសម្នាក់មកស្រឡាញ់ប្រពន្ធកូនជាងខ្លួនកូនតើកូនអាចទប់ទល់នឹងបញ្ហាដែលកើតឡើងតាមក្រោយនឹងបានដែរទេការរៀបការគឺជារឿងដែលសំខាន់បំផុតនៅក្នុងជីវិតគឺជាពេលដែលត្រូវចាប់ដៃគ្នាមករួមរស់ជាមួយគ្នាក្រោមដំបូលតែមួយកសាងគ្រួសារថ្មីជាមួយគ្នាការយល់ចិត្តថ្លើមគ្នាគឺជារឿងសំខាន់បំផុតមានមនុស្សជាច្រើនដែលបានលែងលះគ្នាដោយសារការមិនយល់ពីគ្នាទៅវិញទៅមក
ដោយសារមានអ្នកទី3និងមូលហេតុផ្សេងជាច្រើនទៀតតែកូនត្រូវតែចាំថាការរៀបការមិនមែនជារឿងមួយដែលធ្វើដើម្បីធានាបាននូវភាពថិតថេរនៃស្នេហារបស់កូនឲ្យគង់វង្សរហូតនោះទេមានតែការចេះស្រឡាញ់ស្មើចុងស្មើដើមការមិនធ្វើឲ្យម្នាក់មានអារម្មណ៍ថាក្តីស្រឡាញ់ដែលធ្លាប់បានទទួលមិនថយចុះការយោគយល់ចិត្តគ្នាទៅវិញទៅមកគឺជាកាតព្វកិច្ចដែលកូនទាំងពីរត្រូវតែបំពេញដើម្បីសុភមង្គលគ្រួសាររបស់កូនឲ្យឋិតថេរជានិរន្តរ៍